ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឡៅដានេពី Oswai Migration and Education ថ្ងៃនេះមកជួបជាមួយនឹងបងប្អូនទាំងអស់គ្នាដើម្បីនាំអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងអតិថិជនរបស់យើងមួយរូបដែលថ្មីនេះគាត់ទទួលបានជោគជ័យលើទិដ្ឋាការទស្សនកិច្ចមកកាន់ប្រទេសអូស្ត្រាលីចំនួន4ឯណោះចាគឺសម្រាប់ម្ដាយរបស់គាត់សម្រាប់បងស្រីនិងសម្រាប់ក្មួយៗទាំងពីរនាក់ចាបងប្អូនប្រកាសជាចង់ដឹងហើយថាតើគាត់មានបទពិសោធន៍បែបណាខ្លះទៅធ្វើការជាមួយនឹង Oswai Migration and Education តោះយើងទៅជួបជាមួយគាត់ទាំងអស់គ្នាចាបងហ្នឹងហើយចង់ជំរាបសួរបងកន្លងមកបងទទួលសេវាកម្មអីខ្លះពី Oswai Migration and Education ណាបងខ្ញុំទទួលបានសេវាកម្មធ្វើ tourism visa សម្រាប់ម៉ាក់ខ្ញុំហើយជាមួយនឹងហ្នឹងលើកទី1លើកទី2គឺខ្ញុំ apply tourist visa សម្រាប់បងខ្ញុំជាមួយនឹងក្មួយប្រុសខ្ញុំ2នាក់ចាការឲ្យ apply សុំឲ្យម៉ាក់របស់បងតាំងពីពេលណាដែលបងចាំហ៎កាលហ្នឹងគឺនៅដើមឆ្នាំនេះគឺក្នុងកំឡុងខែ4ចាហើយបានមកអ៊ំហើយបានបងសុំឲ្យបងស្រីនិងក្មួយត្រូវហ៎បងចាហើយកម្រអ្នកបានមកទាំងម៉ាក់ហើយទាំងក្មួយទាំងបងកម្រមែនតើការតែបងដាក់បងគិតថាអីកាត់ដាក់ឲ្យម៉ាក់តែម្នាក់ឯងមិនជាស្ទើរមានបញ្ហាឯងប៉ុន្តែឲ្យបងឲ្យក្មួយទាំងកាលហ្នឹងបងសង្ឃឹមថាអាចបានជាប់ដែរទេព្រោះអីកាលហ្នឹងមុននឹងខ្ញុំសម្រាប់ចិត្តឲ្យរើសយកឲ្យខាងក្រុមហ៊ុនបងហ្នឹងខ្ញុំបានresearch ច្រើនហើយខ្ញុំបានពិគ្រោះមួយគេច្រើនដែរហើយដល់ពេលក្រោយមកទៀតដល់ពេលដែលខ្ញុំមុនសម្រាប់ចិត្តដាក់ឲ្យប្អូនខ្ញុំព្រោះខ្ញុំដឹងដែរថាប្អូនខ្ញុំមកជាមួយក្មួយហើយគាត់មានកូនតែ2ហើយកូនមកហើយនឹងឲ្យគ្រួសារគាត់នៅស្រុកខ្មែរដល់ពេលអញ្ចឹងកាលហ្នឹងគឺខ្ញុំគិតថាអត់សូវសង្ឃឹមទេប៉ុន្តែក្រោយមកខ្ញុំបានពីព្រោះមួយ Patty មួយ Joe ហើយដល់ពេលអញ្ចឹងហើយគាត់ថាអត់អីទេដាក់បានហើយដល់ពេលយើងចាប់ផ្ដើម start ឯកសារហ្នឹងខ្ញុំសួរយោបល់ Patty ដែរខ្ញុំថាបើសិនជាអាចខ្ញុំចង់បាន multiple entry ហើយចឹងទៅគាត់ថាពិបាកដោយសារប្អូនខ្ញុំគាត់ធ្លាប់មាន travel record មកហើយអូស្ត្រាលីបើម៉ាក់ខ្ញុំអត់អីទេព្រោះម៉ាក់ខ្ញុំគាត់ធ្លាប់បានមកហើយដល់ពេលអញ្ចឹងហើយណាមួយទៀតម៉ាក់ខ្ញុំគាត់មាន green card មកពីខាងអាមេរិកទៀតដល់ពេលអញ្ចឹងគាត់ស្រួលប៉ុន្តែសម្រាប់ប្អូនខ្ញុំពិបាកតែដល់ពេលនេះ Patty គាត់ថាបើសិនជាខ្ញុំគិតថាខ្ញុំអាចសាកបើសិនជាខ្ញុំគិតថាព្រមគាត់សាកនឹងព្យាយាម apply យក multiple entry ហើយដល់ពេលនេះក៏បានចាហើយ multiple entryក្នុងរយៈពេល12ខែត្រូវទេបងមួយឆ្នាំពេញតែម្ដងចាមួយឆ្នាំពេញហើយក្នុងគាត់ធ្វើដំណើរមកអូស្ត្រាលីគាត់អាច stay in Australia បាន3ខែក្នុងរយៈពេលមួយ trip តែគាត់មកចាឥឡូវនេះទាំងម៉ាក់ទាំងបងទាំងក្មួយទាំងអស់ឥឡូវនៅខាង Gold Coast ចា Gold Coast ចានឹងមកដល់ទាំងអស់គ្នាណាបងចាគាត់មកបាន2អាទិត្យតាំងអាទិត្យនេះហើយគាត់តែបាន visa approve ភ្លាមទិញស្ពតកប៉ាល់មកអូសប្បាយរីករាយមែនតើចាពេលឥឡូវមកជុំគ្នាតែម្ដងនៅ Gold Coast ហ្នឹងចាតែមកជុំគ្នាហើយដល់តែពេលនេះទៅមើលព្រោះអីដោយសារអីបងខ្ញុំគាត់ចង់មកលេងហើយគាត់មើលសិនដែរថាព្រោះអនាគតទៅខ្ញុំត្រូវដាក់ក្មួយមករៀនចាព្រោះអីក្មួយខ្ញុំឥឡូវនៅទូគាត់ក្មួយធំនោះគាត់ទៅអាយុតែ6ឆ្នាំហើយដល់ពេលក្មួយទី2គាត់ទៅអាយុតែដូចតំបានអីទៅជា4ឆ្នាំកន្លះ5ឆ្នាំណាគាត់នៅទូចាចង់សួរពិសោធន៍បងមួយទៀតនៅពេលដែលបងធ្វើកិច្ចការងារជាមួយនឹងខាង Oswai Migration and Education ហ្នឹងការផ្ដល់សេវាកម្មឲ្យបងពេញចិត្តដែរទេហើយវាមានផលលំបាកដែរទេកន្លងមកសម្រាប់ការធ្វើការងារជាមួយយើងនិយាយតែពិតទៅគឺខ្ញុំសប្បាយចិត្តដោយសេវាកម្មខាងបង Patty ឬក៏ Joe គាត់ពិតជាជួយអស់ពីសមត្ថភាពហើយគាត់ដូចឧទាហរណ៍យើងធ្វើការអីមួយអញ្ចឹងគាត់ send list មកឲ្យខ្ញុំហើយធម្មតាខ្ញុំអត់បានទៅជួបបងផ្ទាល់នៅខាង head office ទេយើងធ្វើអីក៏ដោយយើងធ្វើតាមទូរស័ព្ទតាក់ទងជាមួយជាងតាក់ទងគ្នាតាមទូរស័ព្ទជាមួយនឹង email គឺពិបាកដែរពេលខ្លះប៉ុន្តែខ្ញុំគិតថាខ្ញុំមានទំនុកចិត្តព្រោះដំបូងឡើងខ្ញុំមាន company ច្រើនណាប៉ុន្តែដល់ពេលខ្ញុំសួរនាំពីគេទៅខ្ញុំមានអារម្មណ៍ថាខ្ញុំជឿជាក់ទៅខាង Patty មួយ Joe ហើយអ្វីដែលខ្ញុំពេញចិត្តខ្លាំងបំផុតគឺក្នុងការតាក់ទងតាមទូរស័ព្ទគឺ call ទៅគឺគាត់តែងតែឆ្លើយតបមកយើងវិញទោះបីគាត់រវល់គាត់ប្រញាប់ call មកយើងវិញហើយទី2គឺរាល់ការ
តងទៅតាម email គឺគាត់តែងតែមើលហើយគាត់តែងតែ reply មកយើងវិញគឺតន់ចិត្តព្រោះធម្មតាគឺបងយល់ស្រាប់ហើយនៅពេលដែលយើងតាក់ទងគ្នាតាមទូរស័ព្ទជាមួយនឹង email តែក៏មិនលើក email ក៏មិនឆ្លើយគឺយើងមានអារម្មណ៍ថា frustrating មែនតើគឺពិបាកហើយណាមួយទៀតខ្ញុំនៅ goal course ខ្ញុំមិនអាចញហោះទៅទេហើយដល់ពេលកាលពីដំបូងហ្នឹងនិយាយកាត់ទៅខ្ញុំមានអារម្មណ៍មួយថាខ្ញុំគួរតែយកខាង company បងឬក៏អត់ព្រោះដោយសារអីយើងនៅ state ម្នាក់មួយចំហៀងប៉ុន្តែក្រោយមកទៀតខ្ញុំគិតថាប្រហែលជាមិនអីទេពីព្រោះខ្ញុំបានបងចាំទេកាលពីឆ្នាំទៅខែ10ឆ្នាំ2021ខ្ញុំខលទៅតាក់ទងបងសួរព័ត៌មានប៉ុន្តែកាលហ្នឹងបងប្រាប់ថាborder អត់ open ទេដល់ពេល border open ចាហ្នឹងហើយបងចានិយាយហងចាយើងបានតាក់ទងគ្នាតាំងពីដើមខែ10ឆ្នាំ2021ហើយក្រោយមកទៀតបងក៏ប្រាប់ថាចាំបងឲ្យ update ខ្ញុំនៅពេលណាដែល border open នៅពេលដែល border open ខ្ញុំក៏បាន email ពីខាង Joe មកហើយយើងក៏ចាប់ផ្ដើមតាក់ទងធ្វើការជាមួយគ្នាតាំងពីពេលហ្នឹងមកហើយខ្ញុំបានណែនាំទៅ Joe ជាមួយឲ្យទៅពុកម៉ាក់ខ្ញុំទៀតដែរពួកឯងគាត់កំពុងចាត់ចែងរត់ tourist visa ប៉ុន្តែគាត់មកពីខាង New Zealand វិញខ្ញុំសប្បាយចិត្តជាងគេគឺនៅក្នុងករណីរបស់បងហ្នឹងគឺថាបានដូចចិត្តទៅមកទៅចាគ្រួសារនៅខ្ញុំសប្បាយចិត្តខ្ញុំសប្បាយចិត្តមែនតើហើយអ្វីដែលចឹងបានគ្រាន់តែខ្ញុំបាន email ពី party ភ្លាមខ្ញុំ call ទៅគាត់ភ្លាមហើយអ្វីដែលកាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តជាមួយខាងក្រុមហ៊ុនបងគឺជាមួយនឹងសេវាកម្មហើយគួបផ្សំនឹងទៀតនៅពេលដែលខ្ញុំបានម៉ាក់ខ្ញុំបាន visa បងខ្ញុំបាន visa ខ្ញុំតែងតែទទួលបានការ call congratulation អីអញ្ចឹងធ្វើឲ្យតែយើងអាចជួបគ្នាផ្ទាល់ហើយយើងតាក់ទងគ្នាទៅតាម email ជាមួយយើងធ្វើការជាមួយគ្នាទៅតាមទូរស័ព្ទប៉ុន្តែសេវាកម្មខាងបងគឺពិតជាល្អខ្ញុំពិតជាសប្បាយចិត្តហើយខ្ញុំក៏បានប្រាប់ចូលជាមួយនឹង Patty ដែរនៅពេលដែលលើកក្រោយទៀតខ្ញុំក៏នៅតែធ្វើការជាមួយនឹងខ្ញុំពេលដែលអ្នកណាដែលត្រូវការហូតឯកសារអ្នកណាឲ្យតែខ្ញុំស្គាល់គឺខ្ញុំតែងតែ recommend ឲ្យខាងបងពួកអីបងដឹងស្រាប់ហើយពិបាកណាស់ព្រោះឯកសារទាំងអស់ហ្នឹងគឺធម្មតាយើងមិនមែនថា submit តែម្ដងបានទេហើយបើសិនជាខាងដោយឧទាហរណ៍ថាខាង company គេឲ្យ list យើងអត់ច្បាស់យើងសួរតាក់ទងអត់បានរត់ឃើញគឺពិតជាពិបាកព្រោះខ្ញុំធ្លាប់ពុតឯកសារច្រើនព្រោះខ្ញុំជម្រាបបងពីខាងដើមអញ្ចឹងខ្ញុំនៅ New Zealand កាលហ្នឹងខ្ញុំក៏រត់ឯកសារឲ្យម៉ាក់ខ្ញុំទៅលេង New Zealand អញ្ចឹងពេលដែលខ្ញុំមកអូស្ត្រាលីម៉ាក់ខ្ញុំក៏ត្រូវទៅលេងខ្ញុំនៅអូស្ត្រាលីដល់ពេលអញ្ចឹងហើយបានខ្ញុំយល់ពីឯកសារទាំងអស់ហ្នឹងហើយបើសិនជាយើងអត់មានការសហការគ្នាល្អគឺលេខទាំងអស់គ្នាឯកសារចាបើសិនជាខាងបងប្រាប់ខ្ញុំអត់ច្បាស់ខ្ញុំក៏ផ្ដល់ឯកសារឲ្យបងអត់គ្រប់ដល់ពេលផ្ដល់ឯកសារឲ្យយើងខាងបងអត់គ្រប់ក៏យើងអាច submit បានដល់ពេលអញ្ចឹងអ្វីទាំងអស់គឺវា delay អញ្ចឹងបាទខ្ញុំថាបើសិនជាបងសួរពីបទពិសោធន៍ជាមួយនឹងចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់គឺខ្ញុំសូមណែនាំ recommend company បងខ្លាំងមែនតើសម្រាប់បងប្អូនខ្មែរយើងឬក៏ជនជាតិគេដែលចង់ហត់ការឯកសារដូចជា tourist visa like holiday visa study student visa ទៅមកអូស្ត្រាលីគឺខ្ញុំ recommend ក្រុមហ៊ុនបងធំចាអរគុណខ្លាំងណាស់បងអរគុណមែនតើសម្រាប់ការចែករំលែកនៅបទពិសោធន៍ហើយសង្ឃឹមថាយើងនឹងបានធ្វើការងារជាមួយគ្នានៅពេលអនាគតទៀតណាបងចាប្រកាសជាបានព្រោះអីខ្ញុំដកឃ្លាទៅខាង New Zealand មួយឆ្នាំដល់ពេលខ្ញុំនឹងត្រឡប់មកវិញទៀតខ្ញុំនឹងរត់ឯកសារទៀតម៉ាក់ខ្ញុំជាមួយនឹងបងអូនខ្ញុំហើយអនាគតទៅគឺក្មួយហើយខ្ញុំក៏បានពិភាក្សាមួយ party មួយចូលលក្ខខណ្ឌរបស់ក្មួយខ្ញុំប៉ុន្តែដោយសារគាត់ថាក្មួយខ្ញុំលើនៅទូពេកអញ្ចឹងអានឹងវាជាអនាគតប៉ុន្តែខ្ញុំដឹងថាខ្ញុំមានទំនុកចិត្តអញ្ចឹងខ្ញុំត្រូវតែត្រឡប់មកធ្វើការមួយបងទៀតចាបងចាបងអរគុណខ្លាំងណាស់ហើយសូមជូនពរឲ្យបងនិងការជួបជុំគ្រួសារនឹងទទួលបានសុខសុវត្ថិភាពហើយមានភាពសប្បាយរីករាយនៅលើទឹកដីអូស្ត្រាលីនេះទាំងអស់គ្នាណាបងណាចាអរគុណធំហើយក៏ជូនពរបងជាមួយនឹងក្រុមហ៊ុន Oswald Migration and Education ទាំងមូលឲ្យកាន់តែរីកចម្រើនហើយនឹងទទួលបានការគាំទ្រធំពីភ្ញៀវទាំងអស់ចាបងចាអរគុណដូចគ្នាសូមជម្រាបលាបងប៉ានីសិនណាបងចាអរគុណច្រើនបងជម្រាបលាបាយចាបងចា៎នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានទស្សនានិងការស្ដាប់ដោយយកចិត្តទុកដាក់របស់បងប្អូនចា៎បើសិនបើបងប្អូនចង់មកទស្សនាប្រទេសអូស្ត្រាលីហើយមកជួបជុំបងប្អូននៅទីនេះនឹងទទួលបានជោគជ័យនៅក្នុងការដាក់ពាក្យស្នើសុំទិដ្ឋាការទស្សនកិច្ចឬយើងហៅជាភាសាអង់គ្លេសថា Visitor Visa សូមតាក់ទងមក Oswald Migration and Education យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយបងប្អូនឲ្យអស់ពីលទ្ធភាព
ដោយដែលបានជួយអតិថិជនរបស់យើងអំបញ្ញមិញនេះចាសសូមកុំភ្លេចណាតាក់ទងមក Oswald Migration and Education តាមព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា